សាងស្ពានចងដៃភក្តីស្នេហាតាមពាក្យសន្យាកាលពីឆ្នាំមុនមាតុភូមិអង្គរជាទីស្នេហាមលំមលំថ្នោតតាយក្រាំងយ៉ាងអេមនរដៅស្រស់ស្រាលអត់ចាញ់បាទសូមជម្រាបសួរលោកពូអ្នកមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាបានវិលមកជួបបងប្អូនលោកពូអ្នកមីងសារជាថ្មីទៀតហើយក្នុងឱកាសនេះផងដែរខ្ញុំបាទក៏បាននាំយកនៅរឿងរ៉ាវប្រវត្តិសិល្បករតន្ត្រីករកាលពីចំនួនដើមមកបង្ហាញជូនទៀតហើយពិសេសគឺអ្នកចម្រៀងទសវត្សរ៍ទី80ទី90ដូចខ្ញុំបានជម្រាបរួចមកហើយកាលពី3វីដេអូមុននេះថាចាប់ពីពេលនេះតទៅខ្ញុំសូមលើកយកនៅរឿងរ៉ាវរបស់សិល្បករពិសេសអ្នកចម្រៀងនៅទសវត្សរ៍ទី80និងទី90មកបង្ហាញមួយខ្សែតែម្ដងតាំងពីរឿងរ៉ាវលោកហួរឡាវីលោកនីសលឿនលោកកែសរ៉ាត់លោកឈួយសុភីបលោកប៊ុនចន្ទថនលោករមរឿនលោកពៅហ៊ុនអ្នកស្រី7ហ៊ុនឬក៏ឈ្មោះពិតនូភិចរាអ្នកស្រីសនចរិយាអ្នកស្រីឆោមឆវិនអ្នកស្រីហឹមស៊ីវនបងស្រីមេងកែពេជ្រចន្ទាបងស្រីទូចសុនិចហើយនឹងសិល្បករតន្ត្រីករកាលពីទសវត្សរ៍ទី80និងទី90គឺដាក់មួយខ្សែតែម្ដងអញ្ចឹងតោះតើវគ្គនេះលោកអ្នកនឹងបានដឹងរឿងរ៉ាវរបស់សិល្បករហើយអ្នកចម្រៀងទសវត្សរ៍ទី80ណាទៀតសូមស្ដាប់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាដូចតទៅប្រវត្តិលោកស៊ុំសារឿននៅពេលនេះនេតិប្រវត្តិសិល្បករខ្មែរបានវិលមកជួបអ្នកទាំងអស់គ្នាសារជាថ្មីហើយក្នុងឱកាសនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករសិល្បករនីនិងតន្ត្រីករជើងចាស់សូមនាំអារម្មណ៍លោកអ្នកស្ដាប់មកតាមដានស្ដាប់ប្រវត្តិសិល្បកររៀមច្បងយើងមួយរូបទៀតនោះគឺលោកស៊ុំសារឿនមលំថ្នោតតាយក្រាំងយ៉ាងអេមនរដៅលោកស៊ុំសារឿនជាសិល្បករដ៏មានទេពកោសល្យមួយរូបដែលបានប្រឡូកនឹងបញ្ចេញស្នាដៃក្នុងតន្ត្រីចាប់តាំងពីឆ្នាំ1979មកម្លេះគឺក្រោយពេលប្រទេសជាតិបានរំដោះពីរបបខ្មែរក្រហមលោកស៊ុំសារឿនជាសិល្បករដែលមានស្នាដៃចម្រុះគ្រប់បែបគឺលោកជាអ្នកចម្រៀងផងជាអ្នកនិពន្ធផងនិងជាសិល្បករផ្នែកសិល្បៈបុរាណផងបងឡើងអាយថ្នោតលៃនិយាយផ្នែកតៃនិពន្ធលោកជាសិល្បករដែលពោពេញទៅដោយគំនិតច្នៃប្រឌិតរបៀបរចនាបថនៃការតែងនិពន្ធចម្រៀងរបស់លោកគឺទាំងបទភ្លេងនិងទំនុកច្រៀងមានទំនោរទៅរករបៀបឬស្ទីលកវីចំនួនទសវត្សរ៍ទី60និងទី70ទាំងស្រុងកំណាព្យទំនុកច្រៀងរបស់លោកបានភ្ជាប់នៅធម្មជាតិវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនតាមខេត្តខណ្ឌនីមួយៗរួចលោកបញ្ចូលស្នេហាកំឡោះក្រមុំទៅក្នុងបទចម្រៀងទាំងនោះដែលនេះគឺជាលក្ខណៈសិល្បៈដ៏ចំណានរបស់លោកក្នុងការនិពន្ធដើម្បីអន្ទោលអ្នកស្ដាប់ឲ្យជក់ចិត្តនៅសោភ័ណតន្ត្រីដែលលោកបង្កើតឡើងនោះបែរនិយាយអំពីសម្លេងវិញលោកមានអំណោយទានដ៏គួរឲ្យកោតសរសើរគឺសម្លេងលោកពីរោះមួយបែបដែលអាចទទួលយកបានឬធ្វើឲ្យអ្នកស្ដាប់ទូទៅស្ដាប់ហើយជញ្ជក់មាត់ថាពីរោះជាប់ចិត្តបងឡើងអាយថ្នោតលៃនៅអំឡុងទសវត្សរ៍ទី80និងទី90គេឈ្មោះរបស់លោកត្រូវបានអ្នកស្ដាប់ស្គាល់ច្រើនគឺប្រហាក់ប្រហែលទៅនឹងអ្នកចម្រៀងផ្សេងៗចំនួនលោកផងដែរនៅទសវត្សរ៍ទី80និងទី90នោះផងដែរលោកស៊ុំសារឿនជាសិល្បករនៅក្នុងវង់ភ្លេងវិទ្យុជាតិហើយលោកបានបញ្ចេញសម្លេងនិងស្នាដៃជាច្រើនផ្សាយតាមវិទ្យុជាតិនិយាយពីចម្រៀងលោកច្រៀងទាំងបទទូលនិងបទឆ្លើយឆ្លងដៃគូចម្រៀងផ្នែកស្ត្រីដែលច្រៀងឆ្លងឆ្លើយជាមួយលោកច្រើនជាងគេគឺអ្នកស្រីមុំសុខាក្រៅពីនេះមានអ្នកស្រីសនចរិយានិងអ្នកស្រីសុកសុខុមជាដើមឡាក់និយាយពីស្នាដៃក្រៅសិល្បៈតន្ត្រីដូចយើងលើកឡើងរួចមកហើយថាលោកមានស្នាដៃខាងសិល្បៈជាច្រើនទៀតដូចជានិពន្ធរឿងល្ខោននិយាយព្រមទាំងកែសម្រួលសាច់រឿងនិងដឹកនាំថតល្ខោនបាសាក់ល្ខោននិយាយផងដែរហើយស្នាដៃសិល្បៈទាំងនោះនៅមានសេសសល់រហូតដល់បច្ចុប្បន្នកំពុងចាំស្នាមស្នេហ៍បងចំពោះល្ខោននិយាយដែលជាស្នាដៃរៀបសម្រួលនិងដឹកនាំថតរបស់លោករួមមានដូចជារឿងភ្លើងអពមង្គលដែលមានលោកប៉ៅធុជាអ្នកនិពន្ធនិងសម្ដែងបញ្ចូលសម្លេងដោយក្រុមសិល្បករសិល្បករនីវិទ្យុជាតិនៅអំឡុងទសវត្សរ៍ទី80និងមានរឿងផ្សេងៗមួយចំនួនទៀតរីឯស្នាដៃខាងល្ខោនបាសាក់លោកស៊ុំសារឿន
កាន់តែមានច្រើនទៅទៀតក្នុងនោះរួមមានដូចជារឿងរំដួលស្រុកស្រែដែលនិពន្ធដោយលោកហ៊ុយប៊ុនលេងផ្សាយតាមវិទ្យុជាតិនៅឆ្នាំ1992ដែលរឿងនេះកែសម្រួលដោយលោកស៊ុំសរឿនដឹកនាំសម្ដែងដោយលោកច័ន្ទអេងនិងសម្ដែងនៅក្រុមសិល្បករសិល្បករនីផ្នែកបុរាណប្រចាំវិទ្យុជាតិកម្ពុជាបន្តមកទៀតល្ខោនបាសាក់រឿងផ្កាត្របែកព្រៃដែលរឿងនេះនិពន្ធដោយលោកកៅយិតយ៉ាងហើយដែលមានលោកស៊ុំសរឿនជាអ្នកកែសម្រួលសម្ដែងនៅក្រុមសិល្បៈបុរាណវិទ្យុជាតិកម្ពុជាបន្ទាប់មកល្ខោនបាសាក់រឿងឈាមដាផ្ទៃវាំងដែលជារឿងបែបប្រវត្តិសាស្ត្រខ្មែរនៅសម័យស្ដេចកនរឿងនេះនិពន្ធដោយលោកហ៊ុយប៊ុនលេងហើយដែលមានលោកស៊ុំសរឿនជាអ្នកកែសម្រួលខ្លឹមសារបន្ទាប់មកមានរឿងសវណ្ណរតនាចម្ប៉ាមនីដែលនិពន្ធដោយលោកច័ន្ទអេងហើយដែលមានលោកស៊ុំសរឿនជាអ្នកដឹកនាំសម្ដែងបន្ទាប់មកមានរឿងសម្បត្តិ1000ពីដែលរឿងនេះនិពន្ធដោយលោកហាក់ឆៃហុកតាំងពីអំឡុងទសវត្សរ៍ទី60មកម្លេះហើយដែលត្រូវបានលោកស៊ុំសរឿននិងលោកច័ន្ទអេងលើកយកមកកែសម្រួលថតជាល្ខោនបាសាក់នៅឆ្នាំ1995ដើម្បីថតផ្សាយតាមវិទ្យុជាតិបន្ទាប់មកមានរឿងដែលជួយ៉តនិងរឿងពលពតខ្ចាត់ខ្ចាយសបាយដែលជួជាដើមឡាអោការលួងរលួយដួងចិត្តនិយាយអំពីសិល្បៈចម្រៀងវិញនៅអំឡុងចុងទសវត្សរ៍ទី80ទី90និងរហូតមកដល់ដើមទសវត្សរ៍ឆ្នាំ2000លោកស៊ុំសរឿនច្រៀងឲ្យផលិតកម្មនានាជាច្រើនបូករួមទាំងការតែងនិពន្ធផងដូចជាផលិតកម្មចតុមុខនិងផលិតកម្មរស្មីហងមាសជាដើមឡាអោកណ្ដាលស្រមកអាដិតទៀមក្នុងហើយក្រោយពីច្រៀងចម្រៀងបែបអាជីវកម្មថត CD ឲ្យផលិតកម្មនានានៅអំឡុងទសវត្សរ៍ទី90លោកស៊ុំសរឿនក៏ត្រូវបានគេជ្រើសរើសឲ្យច្រៀងចម្រៀងជាច្រើនលើកដង្កើងគណបកប្រជាជនកម្ពុជាព្រមទាំងសមិទ្ធផលនានារបស់គណបកនេះឬច្រៀងលើកដង្កើងសម្ដេចហ៊ុនសែនតែម្ដងក្នុងនោះរួមមានដូចជាបទម្លប់ថ្នោតក្រាំងយើកំឡោះស្អាងភ្នំក្រមុំក្រាំងយើស្រីម៉ៅក្រាំងយើជីវិតក្មេងវត្តស្ពានព្រះកន្លងស្ពានសាងស្នេហ៍អនុស្សាវរីយ៍ស្ពានស្វាយតាហែនវិហារសួរខ្ញុំចងចាំបណ្ដាំកងមាសនិងសម្រស់បុប្ផាក្រាំងយើជាដើមឡាចំណងដៃស្ពានព្រះគុណឡារីឯចម្រៀងផ្សេងទៀតនៅទសវត្សរ៍ទី80និងទី90រួមមានដូចជាបទបណ្ដាំយុទ្ធជននេះឬចិត្តស្រីសម្រស់អេសានមេឃមីស្រទុំដែលបទនេះលោកស៊ុំសរឿនច្រៀងឆ្លងឆ្លើយជាមួយអ្នកស្រីម៉មសុខានិងផ្សាយតាមវិទ្យុជាតិនៅទសវត្សរ៍ទី80បន្ទាប់មកមានបទសំណោះផ្កាខ្ទុំតែបទនេះគឺជាបទតែងនិពន្ធថ្មីទាំងបទភ្លេងនិងទំនុកច្រៀងឲ្យផលិតកម្មចតុមុខ CD លេខ7បន្ទាប់មកមានបទងារជាលោកថ្មីដែលបទនេះលោកស៊ុំសរឿនច្រៀងឆ្លងឆ្លើយជាមួយអ្នកស្រីសនចរិយានៅដើមទសវត្សរ៍ទី90និងបទមើលស្រុកប៉ាលហាលជាដើមឡាក់ដែលបទនេះគឺជាបទដើមរបស់លោកមាសសមនប្រែងទីមជីកងសាំងសៀនដល់ឆ្លងជាមួយគ្នានោះនៅដើមទសវត្សរ៍ឆ្នាំ2000ចម្រៀងដែលលោកច្រៀងបែបអាជីវកម្មឲ្យផលិតកម្មហងមាសហើយដែលត្រូវបានគេស្គាល់ច្រើនគឺចម្រៀងដែលគេសរសេរយកតាមសាច់រឿងទុំទាវក្នុងនោះបទដែលលោកច្រៀងហើយដែលត្រូវគេនិយមលើកមកច្រៀងតាមគឺបទទាវអើយទាវឯកនិងបទផ្សេងមួយពនឲ្យអ្នកចម្រៀងផ្សេងច្រៀងរួមមានដូចជាបទកូនអើយចូលចាំច្រៀងដោយលោកចិនវឌ្ឍនាគ្មានអន្តនុស្នេហ៍ច្រៀងដោយអ្នកនាងសុនស្រីពេជ្រអន្លង់វែងស្នេហាច្រៀងដោយលោកឌីថារ៉េននិងបទសារវ័នជុំញៀតដែលច្រៀងដោយអ្នកនាងឈួនសវណ្ណឆៃជាដើមឡាក់ក្រៅពីនេះនៅមានស្នាដៃជាច្រើនទៀតដែលយើងមិនអាចស្វែងនឹងគ្រួសារវិញយើងមិនទាន់បានស្រាវជ្រាវលំអិតទីដោយមិនទាន់បានឃើញឯកសារសរសេរបញ្ជាក់ឬបានជួបសាច់ញាតិណាមួយរបស់លោកដើម្បីសម្ភាសន៍ទីដោយយើងគ្រាន់តែដឹងថាលោកកើតនៅអំឡុងឆ្នាំ1952លោកស៊ុំសរឿនទទួលមរណភាពនៅម៉ោង 11:20 នាទីថ្ងៃត្រង់ថ្ងៃទី31ខែឧសភាឆ្នាំ2021ក្នុងវ័យ69ឆ្នាំដោយរោគគាពៀតក្នុងវ័យចាស់តែយ៉ាងណាក៏ដោយឱកាសក្រោយខ្ញុំបាទសេងតារាសន្យាថានឹងប្រឹងប្រែងស្រាវជ្រាវប្រវត្តិលម្អិតព្រមទាំងស្នាដៃរបស់លោកផ្សេងទៀតមកជម្រាបជូនជាបន្តបាទលោកអ្នកស្ដាប់នឹងបងប្អូនទស្សនិកជនទាំងអស់ជាទីរាប់អានហើយជាបន្តនេះខ្ញុំបាទសេងតារានឹងបង្ហាញជូននៅមរតកតន្ត្រីរបស់លោកស៊ុំសរឿនឲ្យលោកអ្នកបានស្ដាប់ជាបន្តបន្ទាប់បទនេះមានចំណងជើងថានេះឬចិត្តស្រីច្រៀងដោយលោកស៊ុំសរឿននៅអំឡុងចុងទសវត្សរ៍ទី80ចម្រៀងខ្ញុំច្រៀងផ្ដាំទ្វីបលោកាសូបាំង
5ទ្វីបលោកាសូបានស្នេហាជឿផ្សាអណៃទុំខំកាន់ចិត្តថាមិនយំយែងប៉ុន្តែទាំងភ្នែកប្រឹងស្រែងប្រាប់ការពិតសំនៀងខ្ញុំច្រៀងចម្រៀងសងសៅស្នាមស្នេហ៍អាស្រូវព្រមត្រូវស្រីផាត់តាប្រុងមួយណាថាមិនជឿចិត្តអព្រមលីខិតមិនដេញក៏បាននេត្រានាងឬចិនស្រីស្រីចិនបៃសាមុងខ្លាញ់មិនខ្លាញ់ប្រុងល្មមតណ្ហាដាក់ដៃឲ្យប្រុងដាក់ក្នុងស្នេហាគ្មានប្រណីសង្សារធ្លាប់ថ្នាក់ថ្នមបៃកាលមុនស្បត់ស្បែថាស្មងស្នេហ៍ស្និទ្ធឥឡូវមិនដេញផាត់បណ្ដាប្រុងថ្មីមិនស្មានថាអូនជាកងបាំងស្អីប្រុងក្នុងរាត្រីកងដកភ្លើងពណ៌ចិនស្រីស្រីចិត្តបៃសាមុងខ្លាញ់មិនខ្លាញ់ប្រុងល្មមតណ្ហាដាក់ដៃឲ្យប្រុងដាក់ក្នុងស្នេហាគ្មានប្រណីសង្សារធ្លាប់ថ្នាក់ថ្នមបៃកាលមុនស្បត់ស្បែថាស្មងស្នេហ៍ស្និទ្ធឥឡូវមិនដេញផាត់បណ្ដាប្រុងថ្មីមិនស្មានថាអូនជាកងបាំងស្អីប្រុងក្នុងរាត្រីកងដកភ្លើងពណ៌ ហើយបទជាបន្តនេះមានចំណងជើងថាសម្រាប់អេសានច្រៀងដោយលោកស៊ុំសរឿននៅអំឡុងដើមទសវត្សរ៍ទី90សូរិយារះថ្មីតឹងដីបើនសាយរះថ្មីតឹងដីបើនសាយទេវសភាពល្អក្រៃដងជាប់អារម្មណ៍បំផាមានខ្លាំងសូបានចិនខ្ញុំឲ្យនឹកស្នេហ៍មុំទាំងដីអេសានដើមឈើ
លូនធំជើងភ្នំមាត់ជ្រងកំលែងកងភ្នំកំរងកលយានកងតាបងទៀងចំរៀងគុំខានបេងដងក៏បានអីសានទាំងក្ដីរនតណង្គិរីជាទីមនោរម្យតែសានអត់ដំខ្ញុំតែអាឡ័យទាំងទៅភៀងត្រកាលជាថ្នានិស័យនឹងរហល់យប់ថ្ងៃបំភ្លេចមិនបានអីសានអូនណាយបងសូមលីហ៊ានអ្នកក្នុងទ្រូងអ៊ូលអាំងរងខ្លែងមិនបានទីរកញ្ញចំហើយសូមអីសានបងលីតែប្រានតែចិត្តចាំនៅតណង្គិរីជាទីមនោរម្យសេសានអត់ដំខ្ញុំតែអាឡ័យទាំងសភៀងត្រកាលជាថ្នាលនិស័យនឹងរហល់យប់ថ្ងៃបំភ្លេចមិនបានអីសានអូនណាយបងសូមលីអ្នកក្នុងទ្រូងអ៊ូលអាំងរងខ្លែងមិនបានទីរកញ្ញចំហើយសូមលីអីសានបងលីតែប្រាតែចាំនៅហើយបទជាបន្តនេះមានចំណងជើងថាមេឃមីស្រទុំច្រៀងដោយលោកស៊ុំសរឿននិងអ្នកស្រីមុំសុខាច្រៀងផ្សាយតាមវិទ្យុជាតិនៅអំឡុងទសវត្សរ៍ទី80មេឃមីស្រទុំហើយស្រទុំក៏លន់ឆ្លាមេឃមី
មរៀងសាហើយរៀងសាសំចៃការពារតាមធំត្រៃណាសង្ឃឹមក្នុងចិត្តការខ្ញីជ្រៃក្រឹមហើយជ្រៃក្រឹមក្រចកจากនាងពូជថាកបាំងតំណានតពិតនាងពួននាងលាក់លលាក់វិចិត្រសម្រាំងសម្រិទ្ធគេពីដូនតា ហើយបទជាបន្តនេះមានចំណងជើងថាស្រណោះផ្កាខ្ទុំច្រៀងដោយលោកស៊ុំសរឿនជាបទនិពន្ធថ្មីទាំងបទភ្លេងនិងទំនុកច្រៀងឲ្យផលិតកម្មចតុមុខនៅអំឡុងដើមទសវត្សរ៍ទី90ស្រណោះផ្កាខ្ទុំស្រាទុំពេញស្រែស្រអែមស្នេហ៍អូនស្រណោះផ្កាខ្ទុំស្រាទុំពេញស្រែស្រអែមស្នេហ៍អូនច្រៀងលេងចាប់បងលួចជាងស្ដាំតាមពីងកំណាមតើស្រីរៀបរាប់
នៅបានយល់លេដែលរៀមបំឡងការគុំរីងហើយធ្លាក់លើដៃបងការរីងលើតងបងស្នេហ៍លោកស្រីហើយបទជាបន្តនេះមានចំណងជើងថាស្ពានព្រះគន្លងច្រៀងដោយលោកស៊ុំសរឿននៅអំឡុងទសវត្សរ៍ទី90សាងស្ពានចងដៃភក្តីស្នេហាស្ពានចងដៃភក្តីស្នេហាតាមពាក្យសន្យាកាលពីឆ្នាំមុនយើងឈាមហើយប្រជាបានខំរៃពុនពុពីជំរុញសាងសង្គមថ្មីទៀនព្រះកន្លងខ្ញុំបងជួបអ្នកញញឹមរាក់ទាំងសំសងសេរីជាប់ប្រែកញើយតាមអ្នកវិសួស្ដីចំណងនិស័យក្នុងថ្ងៃចូលឆ្នាំស្ពានមាសស្ពានប្រាក់ឆ្លាំងជាប់នួងចិត្តថ្លៃស្មើជីវិតរំរយពាន់ឆ្នាំប្រជាឆ្លងកាត់ដឹងផលដំណាំសាងជីវកម្មបានដូចប្រាថ្នាឆ្នាំថ្មីស្ពានថ្មីក្នុងក្តីសង្ឃឹមមកមីទុនទឹមជោគជ័យថ្លៃថ្លារួបរួមហើយសាមគ្គីប្រយុទ្ធខ្លាំងក្លាប្រែคลายវាសនាស្រងខ្សាច់កណ្ដាលស្ពានចងដៃភក្តីស្នេហាតាមពាក្យសន្យាកាលពីឆ្នាំមុនយើងឈាមហើយប្រជាបានខំរៃពុនគង់ពីជំរុញសាងសង្គមថ្មីទៀនព្រះកន្លងខ្ញុំបងជួបអ្នកញញឹមរាក់ទាំងសំសងសេរីជាប់ប្រែកញើយតាមវិសួស្ដីចំណងនិស័យក្នុងថ្ងៃចូលឆ្នាំស្ពានមាសស្ពានប្រាក់ឆ្លាំងជាប់នួងចិត្តថ្លៃស្
មកជីវិតរំរយពាន់ឆ្នាំប្រជាងឆ្លងកាប់ដឹងផលដំណាំសាងជាកាប់បានលយប្រាថ្នាឆ្នាំថ្មីស្ពានថ្មីក្នុងក្តីសង្ឃឹមមកមីទុនទឹមជោគជ័យថ្លៃថ្លារូបរួមហើយសាមគ្គីប្រយុនខ្លាំងក្លាប្រคลายវាសនាស្រងខ្សាច់កណ្ដាលហើយបទជាបន្តនេះមានចំណងជើងថាបណ្ដាំកងមាសអកំពុងចាំស្នាមស្នេហ៍បងអើបងកំពុងចាំស្នាមស្នេហ៍បងអើបងពុំផ្លាច់ឡើយជាង10ឆ្នាំហើយអូនកាយភ្លើងបងទៀមចាស់ទៀនថ្មីដីទៀមជីកងលឺឈ្មោះនួនល្អរំបងសដូចកងនាងអបការលួងរលួយដួងចិត្តក្រែមរួអមរិតក្របែមសិនក្រំចាំអោបៀងស្មងបងចាស់ទុកជូនស្រងកងមៀងសាស្ពីនជូនរៀនបណ្ណាំងតាមពីងសន្យាអោកណ្ដាលស្រមកអាដិតទៀមក្នុងជីវិតដួងចិនធ្លាប់ដាច់មេតា ពុំថ្មីទាំងក្តីស្នេហាចំឡងវាសនាសាវតាចាចោក្រាំងនាងចំណងដៃនាងស្ពានព្រះគុណឡោប្រែងទីមជីកងសាងសៀនដោយឆ្លងតបស្នងគុណរៀងស្ពានកងស្នាសាងភ្នំកងមៀងប្រសោតជូនរៀងទាំងអស់តងសុខតែមួយ ណៃស្ពានព្រះគុណឡងប្រែងទីមជីកងសាងស្ពានដោយឆ្លងតបស្នងគុណរៀងស្ពាន
រៀងកងស្នេហាសាងភ្នំកងនាងប្រសោតជូនរៀងទាំងអង្គតងសុខតែមួយហើយបទជាបន្តនេះមានចំណងជើងថាមលុបថ្នោតក្រាំងយើអោមលំថ្នោតតែក្រាំងយើអេមនរដៅអោមលំថ្នោតតែក្រាំងយើអេមនរដៅស្រស់ស្រាលឲ្យចាញ់ស្រងអោមលំថ្នោតតែក្រាំងយើអេមនរដៅស្រស់ស្រាលឲ្យចាញ់ស្រងត្រៃលោតអន្លងអូបង្ចិនឡងបបត្រសងជំនោអត់តអោបងឡើងអាយថ្នោតលៃបងហួយបំផ្លៃហើយស្អីជាងអបងតអោបងឡើងហើយឆ្លងលៃបងហួយបំផ្លៃហើយស្អីជាងអបងតតាមតាមយល់ជាងចម្រៀងកាសេតលំនោមអងបដេងដងអក្របំអោថ្ងៃប៉ុនណាយឆ្លងស្ពានណាយបងអៀនអើយអៀនណាយនឹងអ្នកអសាងក្នុងអោថ្ងៃប៉ុនណាយឆ្លងស្ពានណាយបងអៀនអើយអៀនណាយនឹងអ្នកអសាងក្នុងម៉ែងនងកំឡងសម្រស់ក្រមុំមានអ្នកកងភុំរំជួលអអាណាយថ្ងៃប៉ុនណាយឆ្លងស្ពានណាយបងអៀនអើយអៀនណាយនឹងអ្នកអសាងក្នុងអោថ្ងៃប៉ុនណាយឆ្លងស្ពានណាយបងអៀនអើយអៀនណាយនឹងអ្នកអសាងក្នុងម៉ែងដងកំឡងសម្រស់ក្រមុំមានអ្នកកងពុំរំជួលអអាណាយខ្ទមស្គរអាយខំសនណាយដំពោផ្លូវបាត់ណាយបាត់ភ្នំអត់ទុំបែអោខ្ទមស្គរអាយខំសនណាយដំពោផ្លូវបាត់ណាយបាត់ភ្នំអត់ទុំបែឡើងចាំកំណត់កើតតាមកៅផ្នែរំដួលតងដែងស្អែកស្ដាប់ឲ្យជួមបងអោមលុបថ្នោតតែក្រាំងយ៉ៃចាប់ចងទីស្រែបើជាអត់ដល់អោមលុបថ្នោតតែក្រាំងយ៉ៃចាប់ចងទីស្រែបើជាអត់ដល់មនដេញចាប់ទេនៃរេរបងផ្លែកាសាសងល្បិចល្បងអោស្នេហាហើយបទជាបន្តនេះមានចំណងជើងថា
ងាជាលោកថ្មីច្រៀងដោយលោកស៊ុំសរឿននិងអ្នកស្រីសនចរិយានៅអំឡុងដើមទសវត្សរ៍ទី90កាលនៅស្រុកខ្មែរខ្ញុំរៀនបានតែញទេមកដល់អាមេរិកចង់រៀនយកនៅស្រុកខ្មែរខ្ញុំរៀនបានតែញទេមកដល់អាមេរិកចង់រៀនយកដុកទ័រចូលដល់សាលាទៅដឹងថាធ្ងន់ធ្ងរបើប្រឹងយកដុកទ័រច្បាំងសងខាបងបាត់រត់ចោលសាលាទៅវាយដុនហាត់បានប្រាក់ច្រើនក្តាប់នឹងដុកចង់ទៅលេងស្រុកនៅលើដីថ្មីគេមិនស្គាល់ខ្ញុំទេនៅដល់ស្រុកខ្មែរញៀនស្គាល់ខ្ញុំកគូញៀនបាត់ប្រុសស្រីហើយខ្ញុំផុតថាលោកខ្ញុំឡើងជាពេញមកជោគនឹងងារលោកថ្មីរូបរាងមិនសមថែមគំនិតនឹងអាក្រក់តែក៏ហក់ប៉ិនតែខាងអួតអាអូនរំលួយតទេដូចជាសងបបៀងចិត្តមិនចិត្តខាងទេសោចំអមនុស្សធន់បងឯងនឹងមានបនបាននាងមានភ្នែកតែខ្វះហើយមិនគិតអាត្មានៅស្រុកខ្មែរខ្ញុំរៀនបានតែញទេមកដល់អាមេរិកចង់រៀនយកដុកទ័រចូលដល់សាលាទៅដឹងថាធ្ងន់ធ្ងរបើប្រឹងយកដុកទ័រច្បាំងសងខាបងបាត់រត់ចោលសាលាទៅវាយដុនហាត់បានប្រាក់ច្រើនក្តាប់នឹងដុកចង់ទៅលេងស្រុកនៅលើដីថ្មីគេមិនស្គាល់ខ្ញុំទេនៅដល់ស្រុកខ្មែរញៀនស្គាល់ខ្ញុំកគូញៀនបាត់ប្រុសស្រីថាខ្ញុំសុខថាលោកខ្ញុំឡើងជាពេញមកជោគនឹងងារលោកថ្មីយីខំតែអូនមិនអៀនខ្លួនទេអីតែទាំងមួយដៃឲ្យតែស្គាល់ឆ្នាំខ្លាំងម្ដងកាច់ណែអូនរូបរាងមិនសមថែមគំនិតអាក្រក់តែក៏ហក់ប៉ិនតែខាងអួតអារំលួយតទេដូចជាសងបបៀងចិត្តមិនចិត្តខាងទេសោចំអអូនតាំងប៉ុណ្ណាមកស្វាហើយជីវ៉ាអរគុណតននេះថាជួយដល់ស្មារតីបងមាតុភូមិអង្គរជាទីស្នេហាមិនលំបាំងថ្លៃថ្លា ទុភូមិអង្គរជាទីស្នេហាមិនលំបាំងថ្លៃថ្លាអង្គធ្លុំបរិសុទ្ធបងជាយុទ្ធជនតឹងចិនមុនមុតស្មាំងចិនប្រយ័ត្នជូនជាតិប្រជាលៀនពីរូបមុំទាំងក្តីអើ
ជួងបងទៅមុខអូនណាយកុំភ្លេចរបងបងក្បន់ពលកូនទុរយងបងសល់ក្តីទុកប្រឡ័យជានឯងរួមអង្គគុំស្រងខ្មែរចងចាំទុំដំណើរតចៃកាយព្រឹករះរៀងលើមានតោរនយន្តអង្គខ្លួនតំបងចេញទៅលីភំកំណាលីស្រងត្រីបើមិនបងអង្គនៅកំតែខ្មាស់មីរបងបងក្បន់ពលកូនទុរយងបានសល់ក្តីទុកប្រឡ័យជានឯងរួមអង្គគុំស្រុកខ្មែរចងចាំទុំដំណើរតចៃពេលបានជោគជ័យបងនឹងវិលមកថ្នមតែបន្លំថ្នមបងធីតាតទួលបោជ័យកែតយងថ្លៃថ្លាយន្តទៅជន់